គ្រាន់តែឃើញក្បាលវីដេអូក៏ដឹងថានៅកន្លែងណាដែរបងប្អូនអញ្ចឹងមុននឹងចេញដំណើរទៅក៏រៀបចំខ្លួនអញ្ចឹងណានេះកូនប៉ៅឃើញកាមេរ៉ាបាននេះកូនប៉ៅហើយនេះខ្ញុំអត់ដឹងខ្លួនថាប៉ាប៉ាថតទេចេញមកក៏ឃើញកាមេរ៉ានៅតែម្ដងអញ្ចឹងហើយនេះរៀបចំខ្លួនទៅហូបនំចុកបងប្អូនឈ្មោះថានំចុកស្រុកស្រែបងប្អូនណាកំពុងតែចេញដំណើរតាមផ្លូវហើយក៏ស្ទះដែរបងប្អូនអើយពួកអីតាំងអ៊ំទុកហើយក៏មានបងប្អូនយើងដើរលេងដែរអញ្ចឹងណាលេងមកដល់កន្លែងនំចុកហើយបងប្អូននំចុកស្រុកស្រែមានកញ្ចុះមានអីទីធ្លាទុកឡានគឺថាធំទលាយណាបងប្អូនសំខាន់នំចុកឆ្ងាញ់ណាបងប្អូនអើយមកដល់ក៏កំងនំចុកទឹកម្ហិចចឹងណាម្នាក់មួយចានសំខាន់កូនប៉ៅរបស់ខ្ញុំតូចទេណាប៉ុន្តែញ៉ាំនំចុកចានដែរនេះមើលទាំងកណ្នងណាបងប្អូនអើយនំចុករយថ្មីឆ្ងាញ់ណាស់នេះម៉ាក់ក្មេកខ្ញុំម៉ាក់ក្មេកខ្ញុំគាត់ថានំចុកទេឆ្ងាញ់តាហើយនេះកូនបងដាក់កូនបងចូលចិត្តណាបងប្អូនសំខាន់ពេលខ្លះថែម2ចានណោះគេឲ្យមេដៃថាឆ្ងាញ់ល្បាយតំណងណាបងប្អូនឆ្ងាញ់ណាបងប្អូនចង់ហូបអឺនៅផ្លូវតាវៀងក្រុងណាបងប្អូនសម្រាប់ទីតាំងមិនឆ្ងាយទេបងប្អូនចេញពីទីរួមខេត្តកំពតប្រហែលជា2គីឡូទេមិនដល់ទេបងប្អូននៅជិតវត្តព្រៃតុំបងប្អូនចម្ងាយពី100ម៉ែត្រពីវត្តព្រៃតុំទេបងប្អូនអាចចូលតាមខ្លង